ជាសម្ដីរបស់លោកប្រធានាធិបតី Zelensky ពេលបានទៅដល់ទឹកដីអាមេរិកជាថ្មីលោកប្រធានាធិបតី Zelensky នឹងជួបជាមួយប្រធានាធិបតី Donald Trump នៅទីក្រុង Washington នៅក្នុងថ្ងៃសុក្រនេះខណៈលោកប្រធានាធិបតី Donald Trump កំពុងខ្លាំងខ្លាយថាត្រូវឲ្យមីស៊ីលធម្មហាសម្រាប់អ៊ុយក្រែនវាយប្រហារចូលបានទៅជ្រៅក្នុងទឹកដីរុស្ស៊ីឬក៏អត់នោះជំនួបនេះកើតមានឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Trump បានលើកឡើងថាលោកទទួលបានផ្លែផ្កាល្អអំឡុងជជែកតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Putin ហើយថាលោកPutin ព្រមព្រៀងជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងប្រទេសហុងគ្រីផងដែរពេលបានទៅដល់ទឹកដីអាមេរិកភ្លាមដែលនេះគឺជាលើកទី3ហើយសម្រាប់ខ្លួនក្នុងការមានឱកាសបានមកដល់ទឹកដីអាមេរិកបើគិតតាំងពីខែមករាមកនោះលោក Zelensky បានលើកឡើងថាទីក្រុងមូស្គូបានប្រញាប់ប្រញាល់សម្បត្តិការចរចាឡើងវិញភ្លាមបន្ទាប់ពីបានឮថាអ៊ុយក្រែនជិតបានពូថៅជ្រែកវោហាធំហានោះលោក Zelensky បានរំអុកសុំមីស៊ីលនេះពីអាមេរិកម្ដងជា2ដងរហូតធ្វើឲ្យលោក Trump ទន់ចិត្តពិចារណាផ្ដល់មីស៊ីលនេះឲ្យអ៊ុយក្រែនតាមបំណងរបស់លោក Zelensky តែម្ដងប្រសិនបើរុស្ស៊ីហ៊ានតែមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទោះជាយ៉ាងណាបន្ទាប់ពីបង្ហាត់ថាលោកបានព្រមព្រៀងជាមួយលោកពូទីនថានឹងជួបគ្នាម្ដងទៀតនៅហុងគ្រីនោះលោក Trump ស្រាប់តែកែសម្ដីមកវិញថាអាមេរិកក៏ត្រូវការមីស៊ីលធម្មហាឲ្យនៅខ្សោយក្នុងស្តុកដែរហើយដូច្នេះលោកមិនដឹងថានឹងត្រូវធ្វើយ៉ាងដូចម្តេចទេពាក់ព័ន្ធនឹងមីស៊ីលនេះសូមបញ្ជាក់ថាមីស៊ីលធម្មហាគឺជាកម្ពុជាមីស៊ីលមួយប្រភេទដែលជាផ្នែកនៃឆ្អឹងខ្នងយោធាអាមេរិកហើយវាអាចហោះបានចម្ងាយ 2500 គីឡូម៉ែត្រដែលនេះមានន័យថាបើបានធ្លាក់ដល់ដៃលោក Zelensky នោះអ៊ុយក្រែនចង់វាយប្រហារធ្លាយហួសទីក្រុងមូស្គូក៏បានដែរហើយអ្វីដែលកាន់តែគួរឲ្យខ្លាចគឺវាអាចបៀមគ្រាប់នុយក្លេអ៊ែរទៅទម្លាក់នៅគោលដៅរបស់សត្រូវបានផងដែរ